បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នានេះបងប្អូនឃើញស្រូវអត់បងប្អូននេះច្រកជាក្រុងស្រេចប៉ុន្តែកុំមើលបងប្អូនលក់ចេញអត់រួចខ្លួនទេបងប្អូនចំណាយធ្វើស្រែអស់ខ្ទង់3 400តែដល់ពេលបានមកវិញឈ្មួញគេតម្លាក់តម្លៃខ្លាំងមែនទែនអញ្ចឹងមានតែលើកទុកបងប្អូនមានលើកទុកហូបហើយជាទុកហូបខ្លួនឯងហើយមើលទៅហើយសល់ខានបានហើយកិនលក់រ៉ែអញ្ចឹងណាបងប្អូនអញ្ចឹងសោកស្ដាយខ្លាំងមែនទែនកសិករឆ្នាំនេះគឺតម្លៃស្រូវប្រាំងគឺថោកខ្លាំងមែនទែន1គីឡូបានតែ720ទេបងប្អូន1គីឡូបានតែ720ទេអញ្ចឹងទូទាត់លឿនសាយអត់រួចបងប្អូនអត់រួចថ្លៃជីថ្លៃព្យូថ្លៃដឹកថ្លៃច្រូតអីចឹងគឺបើសិនជាយើងកត់ចំណាំពិតប្រកបគឺអត់រួចថ្លៃជីទេបងប្អូនអត់រួចថ្លៃជីទេអញ្ចឹងកសិករឆ្នាំនេះគឺពិបាកអូខេបងប្អូនអញ្ចឹងនេះខ្ញុំកិនហូបខ្លួនឯងខ្ញុំកិនសាកមើលអញ្ចឹងនេះកិនលើកទី1ស្រូវវាអត់សូវណែមើលឃើញថ្លាស្អាតទេដោយសារយើងកិនលក្ខណៈថាយើងកិនជាបឋមបងប្អូនទេកិនលើកដំបូងអញ្ចឹងយើងនៅស្រូវច្រើនអញ្ចឹងចាំមើលលើកទី2ខ្ញុំដាក់វីដេអូលើកទី2ឲ្យបងប្អូនមើលអញ្ចឹងវីដេអូលើកទី2បើបងប្អូនឃើញស្រូវឃើញកបងប្អូនឃើញកសំទោសឃើញកស្អាតអញ្ចឹងករលូនល្អហើយបើយើងទុកហូបគឺល្អជាងនិយាយរួមទៅល្អជាងយើងទិញគេបងប្អូនដោយសារទិញគេយើងអត់ដឹងថាគេដាក់ជីគីមីប៉ុណ្ណាទេបងប្អូនអញ្ចឹងយើងធ្វើខ្លួនយើងដាក់មកល្មមអាជីចិនយើងណាបងប្អូនយើងបាច់តែជីចិនទេយើងអត់បានបាច់អីទេអញ្ចឹងនេះបងប្អូនអញ្ចឹងអានេះលើកទី1នេះលើកទី2បងប្អូនលើកទី2ខ្ញុំដាក់ឲ្យបងប្អូនមើលនេះអង្គសស្គូសបងប្អូនមានអីទៅពិបាកបងប្អូនអើយមើលក៏ស្អាតខ្លាំងមែនទែនតែធ្វើម៉េចបងប្អូនគេតម្លាក់តម្លៃយើងគេតម្លាក់តម្លៃគេនិយាយរួមទៅគេកោតែយើងធ្វើបានល្អយើងធ្វើបានទិន្នផលខ្ពស់គឺគេតែងតែមានលេសហើយបងប្អូនគេតែងតែមានលេសអញ្ចឹងកសិករយើងគឺពិបាកខ្លាំងមែនទែនបើជីចិនគេផលិតមកអស់100000គេមានសិទ្ធិលក់ដល់120,000តែកសិករខ្មែរយើងអត់ទេបងប្អូនកសិករខ្មែរយើងផលិតអស់1លានអញ្ចឹងគេឲ្យ60,000ក៏ចេះទៅលក់ដែរបងប្អូនធ្វើមិនចាល់ហើយបងប្អូនខ្មែរខ្លះអ្នកធ្វើស្រែកសិករខ្លះហ្នឹងគឺគាត់លក់ឲ្យតែបានអញ្ចឹងណាធ្វើម៉េចបើជាពាក្យថ្លៃជីគេជាពាក្យថ្លៃព្យូថ្លៃច្រូតគេអញ្ចឹងវាអត់មានជំរើសបងប្អូនអត់មានជំរើសអញ្ចឹងបងប្អូនអ្នកគ្នាបានឃើញវីដេអូនេះហើយបើសិនជាបងប្អូនចង់ទិញអង្គបងប្អូនអាចតាក់ទងមកខ្ញុំនឹងដាក់តាមរយៈអេក្រង់នេះបងប្អូនខ្ញុំដាក់លេខទូរស័ព្ទឲ្យពុកប៉ែបងប្អូនអញ្ចឹងបងប្អូនអាចតាក់ទងមកខ្ញុំធ្វើការផ្ញើតាមវិរៈបន្ទាំឬក៏តាមតាក់ស៊ីអីជាដើមអូខេបងប្អូនជួបគ្នានៅវីដេអូក្រោយបាយបាយ